ទស្សនវិជ្ជាខាងក្រោយរបស់គាត់គឺស្ងប់ស្ងាត់និងស្ងប់ស្ងាត់ទាំងស្រុងមិនដឹងថាមានអ្នកទាំងពីរនៅពីក្រោយគាត់ទេភ្នែករបស់គាត់មើលទៅស្មុគស្មាញពេលដែលឈៀវឆេនចាក់ចេញភ្លាមមុខរបស់ឈៀវឆេនសំណាញ់ត្រជាក់របស់គាត់បានបាត់ទៅវិញភ្លាមគាត់បែរមកភ្លាមហើយសម្លឹងមើលដោយយកចិត្តទុកដាក់ខ្ញុំអ្នកណាប្រាប់អ្នកឲ្យយល់ព្រមនឹងរឿងនោះទឹកមុខរីករាយរបស់អ្នកឥឡូវនេះតើអ្នកកំពុងព្យាយាមធ្វើឲ្យអ្នកណាចាប់អារម្មណ៍ជាមួយនឹងទឹកមុខភ្ញាក់ផ្អើលនោះមិនមែនជាព្រះករុណាទេដែលបានសុំឲ្យខ្ញុំលបួងព្រមហេសេតើវាជារបស់អ្នកមែនទេគាត់បានចាប់ផ្ដើមការសន្ទនាជាមួយខ្ញុំហើយខ្ញុំតែងតែយើងមិនអាចមើលរំលងវាបានឡើយមែនទេខ្ញុំបានប្រាប់អ្នកឲ្យលបួងគាត់មិនមែនគាត់នឹងធ្វើឲ្យអ្នកខ្លាចជាឆ្កែរបស់គាត់រូបរាងរបស់អ្នកកាលពីពេលថ្មីនេះខ្ញុំស្ទើរតែអ្នកត្រូវតែចាត់ទុកខ្ញុំដូចជាទីសកលចុងក្រោយវាត្រូវបានសរសេរពេញមុខរបស់ពួកគេមែនទេដូច្នេះតើខ្ញុំគូវាដោយរបៀបណាឲ្យពិតប្រាកដសូម្បីតែការតុបតែងមុខក៏នាងត្រូវបានគេចាត់ទុកថាអាក្រក់ដែរសូម្បីតែការនិយាយរបស់ពួកឲ្យចាប់អារម្មណ៍ទេរបៀបដែលគាត់សម្លឹងមើលអ្នកនៅពេលនេះគឺគ្រាន់តែកំពុងស្វែងរកសិប្បករល្អម្នាក់វាមិនមែននិយាយអំពីការមើលស្ត្រីតតែសោះតើអ្នកយល់ទេដូច្នេះតើយើងធ្វើអ្វីឥឡូវនេះខ្ញុំបានឲ្យវាទៅអ្នករួចហើយគាត់ប្រកាសណាស់ពួកគេគិតថាខ្ញុំកំពុងលំអៀងដូច្នេះតើយើងធ្វើអ្វីឥឡូវនេះខ្ញុំបានឲ្យវាទៅអ្នករួចហើយគាត់ប្រកាសណាស់ពួកគេគិតថាខ្ញុំកំពុងលំអៀងចាប់តាំងពីគាត់ឥឡូវនេះមានអារម្មណ៍នៅក្នុងទឹកថ្នាំរបស់អ្នកបើចាប់អារម្មណ៍សូមធ្វើវាឲ្យខ្ញុំប្រភេទរឿងមួយដែលបង្ខំគាត់ឲ្យមកកំពុងរកមើលទឹកថ្នាំរបស់អ្នកទឹកថ្នាំប្រភេទអ្វីវាអាចបង្កឲ្យមានការយល់ច្រឡំផ្លូវចិត្តខ្ញុំមិនស្ងប់ចិត្តទេតែមិនអាចបញ្ឈប់ខ្លួនឯងបានឡើយទឹកថ្នាំចាប់តាំងពីវិធីសាស្ត្រធម្មតាដែលអ្នកមនុស្សដែលមានប្រាជ្ញាយឺតនេះមិនអាចរៀនវាបានទេដូច្នេះយើងប្រើអ្វីដែលហួសហេតុបរិយាកាសជាក់លាក់មួយបានជ្រាបចូលទៅក្នុងបន្ទប់សម្ងាត់ក្លិនឱសថចម្លែកមួយត្រូវបានដាក់លើតុវាពោពេញទៅដោយក្លិនក្រអូបដ៏កម្រគ្រប់ប្រភេទសម្ភារៈនិងម្សៅដែលមិនស្គាល់សាវឆេងឈរដោយដៃរបស់គាត់ទៅក្រោយខ្នងដូចជាអ្នកត្រួតពិនិត្យនៅពីក្រោយគាត់វាមិនទាន់បានកែតម្រូវនៅឡើយទេនេះជារបស់អ្នករួចហើយកម្ពុជាថ្មទឹកថ្នាំទី10ដែលត្រូវបានបំផ្លាញព្រះមហាក្សត្របានសរសេរលើវេជ្ជបញ្ជានេះធូបដេជរ៉ានិងខ្សែនាគមានច្រើនជាងឧទាហរណ៍វាពិបាកខ្លាំងណាស់ក្នុងការយល់ថាមានអ្វីកើតឡើងប្រសិនបើមានអ្វីមួយត្រូវបានបណ្ដាលឲ្យស្លាប់ជីវិតមនុស្សពិតជាសំខាន់សម្រាប់អ្នកណាខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះអ្នកព្រះអង្គម្ចាស់រីកទីយឺតបងប្រុសបាចុះបើត្រង់បន្ថែមច្រើនពេកនឹងនាំឲ្យស្លាប់ការរស់នៅទីនេះនឹងមិនសម្លាប់គាត់ទេដើម្បីយកឈ្នះចិត្តគាត់វិធីសាស្ត្របែបនេះតើស្នេហាដែលត្រូវបានទទួលអាចរកបានទេសំខាន់ឬអត់មិនសំខាន់ទេអ្វីដែលសំខាន់គឺភារកិច្ចត្រូវតែបញ្ចប់ដរាបណាគាត់មិនអាចរស់នៅដោយគ្មានទឹកថ្នាំដែលអ្នកត្បាញបានទេបន្តិចម្ដងអ្នកនឹងក្លាយទៅជាមិនអាចបំបែកចេញពីអ្នកបានក្បាលចុះហើយមិនហ៊ានស្ដាប់បង្គាប់ឡើយការបដិសេធបានញ័រនៅពេលដែលគាត់បាននិយាយចុងក្រោយស្លាបព្រាម្សៅពណ៌ក្រហមងឹតនៅពេលដែលទឹកថ្នាំហូរចូលទៅក្នុងថ្មទឹកថ្នាំបង្កើនភាពផ្អែមល្ហែមដែលធ្វើឲ្យក្លិនដែលធ្វើឲ្យវិលមុខទឹកថ្នាំត្រូវបានលាយបញ្ចូលគ្នាហើយឥឡូវនេះរួចរាល់ហើយនៅពេលដែលស្រមោលនៃការចង់បានត្រូវបានសរសេរក្លិនក្រអូបមានរយៈពេលយូរវាពិតជាធ្វើឲ្យមនុស្សមានអារម្មណ៍ការបំភាន់នេះល្អអ្នកអាចផ្ញើវាទៅថ្ងៃស្អែកបានពេលអ្នកទៅវិមានខាងកើតសូមចាំថាមិនត្រូវបង្ហាញមុខរបស់អ្នកឡើយការសិក្សាអំពីព្រះបរមរាជវាំងម៉ាជីអូដុងភ្លឺនិងទូលាយជាមួយនឹងពន្លឺស្រអាប់ក្លិនឈើច័ន្ទស្រាលព្រះអង្គម្ចាស់ឆេវយន្តកំពុងអង្គុយនៅតុរបស់គាត់ដើម្បីចម្លងអសរផ្ចង់ឃើញខ្ញុំដើរចូលហើយនាងការដាក់ប៊ិចចុះបានបង្ហាញពីស្នាមញញឹមដូចជាខ្យល់នីតិក្រដៅព្រះអង្គម្ចាស់រីកទីយឺតសៀវយន្តកំពុងគង់នៅតុមុនពេលខ្ញុំចាក់ចេញខ្ញុំបានកំពុងចម្លងអសរផ្ចង់នាងបានចូលមកដាក់ប៊ិចចុះហើយបានបង្ហាញស្នាមញញឹមទន់ភ្លន់ដូចខ្យល់នីតិក្រដៅអនុញ្ញាតអ្នកនាងឈិនអ្នកពិតជាមកមែនមានគិតថាប្អូនប្រុសទី5របស់គាត់នឹងបន្តលាក់អ្នកនៅក្នុងវិមានថែនវែងក្រណាត់រោមជៀមព្រះអង្គម្ចាស់មានព្រះហឫទ័យសប្បុរសពេកហើយនេះជាកូនស្រីរបស់ខ្ញុំទឹកថ្នាំនៃចិត្តត្រូវបានផ្ញើជាពិសេសសម្រាប់ឲ្យព្រះករុណាបានភ្លក់រសជាតិខ្ញុំបានបង្ហាញក្រចកទឹកថ្នាំដោយដៃទាំងពីរសៀវយន្តបានយកវាទៅដោយចុងម្រាមដៃរបស់នាងដោយមិនដឹងខ្លួនគាត់បានគូបន្ទាត់នោះលើបាតដៃរបស់នាងដោយចៃដន្យវាបានបញ្ជូនអារម្មណ៍ញាក់ឆ្លងកាត់ខ្ញុំក្លិនក្រអូបគឺប្លែកណាស់ស្រស់ស្រាយផ្អែមល្ហែមបន្តិចកណ្ដាលភាពត្រជាក់ស្រេបវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់មានអារម្មណ៍នៃការទទួលស្គាល់នេះត្រូវបានគេហៅថាភេសជ្ជៈនៃការស្រេកឃ្លានហើយវាត្រូវបានផលិតឡើងដោយកូនស្រីរបស់វិធីសាស្ត្រសម្ងាត់ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់នៃការប្រាថ្នាមកនៅជាមួយនាងខ្ញុំសាកល្បងទឹកថ្នាំសៀវយន្តបានទាញខ្ញុំទៅតុពីមុនខ្ញុំបានកិនទឹកថ្នាំដោយផ្ទាល់ហើយជាមួយនឹងទឹកថ្នាំទឹកផ្លែឈើបានរលាយភាពផ្អែមល្ហែមដ៏គួរឲ្យចង់ញ៉ាំនោះក្លិនក្រអូបបានបំពេញបន្ទប់ទាំងមូលភ្លាមការសិក្សាមួយចលនារបស់សៀវយន្តគឺស្រស់ស្អាតជាងនាគឬពស់នៅលើក្រដាសទៅទៀតសរសេរអក្សរពណ៌ខៀវនៅលើវាចម្លែកណាស់ពេលខ្ញុំមើលតួអង្គនេះខ្ញុំមានអារម្មណ៍ថាក្មេងស្រីឈិននៅពីមុខខ្ញុំស្អាតជាងនេះទៅទៀតទេពអប្សរនៅក្នុងគំនូរនៅតែត្រូវចលនាតើមានមនុស្សប៉ុន្មានអ្នកនៅទីនោះខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាក្មេងស្រីនៅពីមុខខ្ញុំអប្សរក្នុងគំនូរទៅទៀតវាពិតជារំជួលចិត្តណាស់ព្រះអង្គម្ចាស់អ្នកប្រហែលជាហត់នឿយហើយសាវយន្តស្រាប់តែលូកដៃទៅម្ខាងហើយថ្នមនាងបានអង្អែលថ្ពាល់ខ្ញុំនិងភ្នែករបស់ខ្ញុំព្រះលែងឃ្លាតឆ្ងាយដូចពីមុនទៀតហើយផ្ទុយទៅវិញវាផ្ទុកនៅប្រភេទមួយការលួងលោមដ៏ទន់ភ្លន់